គ្រាន់តែអាឡឹកប៉ិនក្បាលក្លោមួយតម្លៃ$7.10ហើយណៃទឹកត្រីមួយដបនេះវិញ$5,500វ៉ុនហើយបើគិតជាដុល្លារវិញមើលមិនបាច់ទេ simple វិញនៅប្រទេសកូរ៉េតំបន់ប្រជិតនៅនេះផ្កាចិញ្ចឹមចាប់ផ្ដើមរិចទេបងប្អូនបើតំបន់ខ្លះទៀតហ្នឹងផ្ការិចជ្រុះអស់ទៀតហើយគេចេញផ្លែចេញក្តឹបហើយនៅឡើយតែតំបន់ប្រជិតទេបងប្អូនទៅចេញផ្កាហ្នឹងចុងខែ4ហើយតាមដងផ្លូវជីកទៅណាក៏ឃើញផ្កាដែរបងប្អូនដល់រដូវផ្ការិចហើយបងប្អូនមើលនេះពណ៌ឡើងphinhខ្ជូតដូចប្រជិតចឹងនេះហើយស្អីគេហើយក៏ថ្ងៃអាទិត្យងើបពីដេកជីកកង់ដើរលេងហាត់ប្រាណតិចបងប្អូនមកកន្លែងតាមវាស្រែវាស្រូវគេនេះបងប្អូនអានេះខៅស៊ឺគេដាំម្ទេសដាំដំណាំក្នុងហ្នឹងណាហើយនេះស្រែកូរ៉េបងប្អូនហើយការខែ1ខែ2ហ្នឹងស្រែតកពេលដល់ខែ4ខែ5ហ្នឹងមកស្រែស្រូវវិញហើយនេះនៅប្រទេសកូរ៉េប្លែករហូតហើយក៏ជីកកង់ជីកប្រទះឃើញពោតគេដាំនេះបងប្អូន3-4 រងពោតកូរ៉េចឹងបងប្អូនឥឡូវទាញបិចទាញសភៅមកកត់ទុកឲ្យហើយ3ខែទៀតហ្នឹងមុំសេរីហើយគេវាយតែគេខូចហើយថ្ងៃនេះអត់ធ្វើការទេថ្ងៃអាទិត្យបាយដល់ហើយនេះពីអ្នកតិនហ្វីឡប់ហោះទៅដល់ចុងប៊ូទៀតហើយនេះមកហាងសៃតូចំណាប់នេះមករកទិញទូរស័ព្ទមួយគ្រឿងទុកឲ្យអាទើវាអូសតុកមើលកុំឲ្យវាអប់សុកពេកទេណាបងប្អូនវាមិនដែរសម្រាប់ពុកម៉ែបងប្អូនដែលចង់បានទូរស័ព្ទថ្មីមកទឹកវាយដូរបងមលុះអីបងប្អូនអាចមករកនៅហាងទូរស័ព្ទសេរីតូចំណាប់បានហើយបងប្អូនណាដែលគាត់មកកូរ៉េដល់ថ្មីអីអត់ទាន់មានស៊ីមប្រើអត់ទាន់មានអ៊ីនធឺណិតលេងបងប្អូនអាចមកបើកស៊ីមនិងភ្ជាប់ឡាញជាមួយនឹងហាងសេរីតូចំណាប់ហើយចំពោះទីតាំងវិញអត់ពិបាករកបងប្អូននៅខាងចុងប៊ូបងប្អូនគ្រាន់តែជិះរថភ្លើងបងប្អូនចុះពីលើរថភ្លើងមកចេញមកដើរមករកច្រកលេខ3បងប្អូនហើយចុះមកតាមប្រជិតមកចុះមកហើយមានសដាយន្តមួយបងប្អូនចុះមកតង់ទៀតមកបន្ទាប់ពីចុះសដាយន្តក៏លេខមកមើលខាងឆ្វេងដៃមានកនុះឆ្លងផ្លូវមួយបងប្អូនឆ្លងមកហើយខាងស្ដាំដៃនេះឲ្យច្រកលេខ3-3អញ្ចឹងបងប្អូនចុះទៅក្រោមរហូតមកហើយឃើញចដាឡើងទៅលើហ្នឹងបងប្អូនអត់ឡើងហើយបងប្អូនកលេចមកខាងស្ដាំដៃបងប្អូនបើកទ្វារចូលទៅដើរកន្លះចាហ៊ានទេហើយកលេចមើលខាងស្ដាំដៃទៅនឹងឃើញហាងស្រីតូចចំណាប់លក់ទូរស័ព្ទនៅប្រទេសកូរ៉េហ្នឹងហើយនេះគ្រាន់តែមកដល់ហាងភ្លាមហ្នឹងចាយកំមុំអីសានទទួលស្វាគមន៍កាហ្វេមួយកែវម្នាក់បាត់ទៅហើយនេះបងប្អូនឃើញចឹងអីតិចច្រឡំថាធុងរ៉ាមអីទៅទេអ្នកលក់កាហ្វេហ្នឹងវាយសិតតែដឹកជូនប្រើរ៉ូបូតឯណាមនេះយន្តណាបងប្អូនហឹកកាហ្វេអស់មួយកែវម្នាក់ដល់ម៉ោងបាយម៉មហូបបាយបានម៉ាត់មកពពោះប្រចិត្តឯណាវោះកពស់យាចាយទៅជាមួយប្រចិត្តមិនរួចបើសិនចាឯងចង់បានកពស់អញ្ចឹងប្រាប់ប្រចិត្តនេះប្រចិត្តណែនរបស់ល្អមួយប្រើភ្លាមកពស់ផ្លែតមកនេះ